គាត់អាចជំនួសខ្ញុំបានរឿងច្រើនណារឿងសត្វកិច្ចរឿងការងារបច្ចេកទេសចឹងបានគណៈបកប្រជាជនខ្លាចអូយឹមសវណ្ណខ្លាំងណាស់ឲ្យយឹមសវណ្ណកុំដាក់គាត់ឲ្យរហូតតែណាឲ្យព្រមយឹមសវណ្ណបន្តិចទៅខ្ញុំថាអត់ទេគណៈបកសង្គ្រោះជាតិគេលើកតម្កើងអ្នកចេះដឹងចឹងហើយតាមានគណៈបកណាគេចេះតែយកតែគ្នាគេបកពួកគេមិនចេះដឹងឲ្យតែពុករលួយឲ្យតែរំលោភសិទ្ធិមនុស្សឲ្យតែធ្វើបាបរាអត់ទេយើងអត់ទេយើងយកមនុស្សចេះដឹងចឹងហើយបានយុវជនត្រូវតែគ្រប់គ្រងគណៈបកសង្គ្រោះជាតិគណៈបកសង្គ្រោះជាតិគឺយកមនុស្សចេះដឹងមនុស្សស្មោះត្រង់មនុស្សដែលក្លាហានផងហើយមនុស្សដែលមានសមត្ថភាពខ្ពស់ផងអញ្ចឹងថ្ងៃនេះយើងបានឃើញណាមូសុខួរហើយយឹមសវណ្ណជាវីរៈបរោះវីរៈនារីណារបស់គណៈបកសង្គ្រោះជាតិរបស់ប្រជារាស្ត្រខ្មែរទាំងមូលដែលយើងត្រូវតែការពារសិទ្ធិដើម្បីមកចូលរួមក្នុងចំណោមថ្នាក់ដឹកនាំកម្ពុជានៃរដ្ឋសភានៅក្នុងពេលឆាប់ខាងមុខបាទចឹងអរគុណមួយស្ដាប់គ្នាប៉ុណ្្នឹងយល់ហើយណាសូមមេត្តាផ្សព្វផ្សាយណាកុំឲ្យក្មេងៗខ្លះគាត់ឆេកឆាវគាត់ចេះតែថាចេះថាចុះឲ្យថ្លឹងថ្លែងឲ្យចាំមើលបន្តិចសិនហើយថ្ងៃនេះយើងបានបជាបានចូលទៅក្តាប់ទៅកាន់ទៅរួមចំណែកដឹកនាំក្បាលម៉ាស៊ីនយើងកាច់ចកោតយើងចូលទៅកាច់ចកោតរដ្ឋសភាទៅថ្ងៃនេះតាថ្ងៃនេះទៅរសៀលនេះមកពីយើងកាច់ចកោតចាំផ្ដើមកាច់ចកោតចាំឲ្យយើងធ្វើដំណើរបានបន្តិចសិនបាននឿថាអូយុទ្ធសាស្ត្រយើងចូលទៅកាច់ចកោតហ្នឹងត្រឹមត្រូវឬមិនត្រឹមត្រូវណាថាឥឡូវនេះយើងចង់ទៅសៀមរាបថាដល់ណាហើយខ្ញុំថាយើងយានដែលយើងជិះគឺមានសុវត្ថិភាពអត់មានតែបថុយបឋានអីប្រឆេះអីមានរឿងអីវែងឆ្ងាយទេអត់ទេគឺតិចណាយុទ្ធសាស្ត្រតិចយានដែលយើងជិះនឹងតិចហើយអ្នកនឹងបើកយានហ្នឹងគឺខួរក្បាលតិចខួរក្បាលមានបញ្ញាចេះគិតស្គាល់ផ្លូវស្គាល់អីច្បាស់អញ្ចឹងគឺនាំគណៈបកយើងទៅផ្លូវត្រូវហើយតែតោះតែមើលបន្តិចចាំមើលបន្តិចទៀតថាឥឡូវយើងកាន់ចូលគឺគិតដល់ចិត្តដល់គោលដៅយើងណាខ្ញុំជឿថាចិត្តពេលណាឃើញរដ្ឋធម្មនុញ្ញកែពេលណាឃើញកជបដាក់នៅក្នុងរដ្ឋធម្មនុញ្ញពេលណាឃើញច្បាប់បោះឆ្នោតរៀបចំបានត្រឹមត្រូវធានាថាការបោះឆ្នោតលើកក្រោយត្រឹមត្រូវពេលណាឃើញសមាជិកកជបយើងហៅថាកជបោកយើងអត់ទុកចិត្តឥឡូវមានកជបថ្មីដែលយើងអាចទុកចិត្តបានឃើញថាយើងធ្វើការបានល្អហើយពេលនឹងសូមវិនិច្ឆ័យកុំអានវិនិច្ឆ័យឥឡូវណាហើយពេលឈានចូលមកដល់ការបោះឆ្នោតយើងមានទូរទស្សន៍ណារចនាសម្ព័ន្ធយើងកក់ក្ដៅទូទាំងប្រទេសយើងមានគ្នាយើងជាមួយអ្នកអភិក្រិតអ្នកដែលចេះធ្វើការមាននៅក្នុងកន្លែងដែលត្រូវរៀបចំការបោះឆ្នោតដែលធានាថាគោរពឆន្ទៈប្រជារាស្ត្រមិនក្បត់ឆន្ទៈប្រជារាស្ត្រដូចមុនមិនលួចបន្លំស្លឹកឆ្នោតដូចមុនដែលយើងរៀបចំប៉ុណ្្នឹងឲ្យអស់ធានាជោគជ័យរបស់យើងហើយអត់ចាំបោះឆ្នោតជាតិទេនៅសល់តែ2ឆ្នាំទៀតបោះឆ្នោតឃុំហើយដូច្នេះយើងសល់ពេល2ឆ្នាំដើម្បីរៀបចំកជបឡើងវិញដើម្បីរៀបចំប្រព័ន្ធបោះឆ្នោតឡើងវិញធានាថាបោះឆ្នោតឃុំ2ឆ្នាំទៀតថ្មិញបាក់ដល់ហើយ2ឆ្នាំទៀតខ្ញុំជឿថាពេលនឹងមានការភ្ញាក់ផ្អើលធំមែនទេក្នុងចំណោម1633ឃុំនឹងគឺសង្គ្រោះជាតិយកផែ1000ឃុំហើយឃុំសង្កាត់ហើយពេលនឹងមិនបាច់ចាំដល់ថ្នាក់បោះឆ្នោតជាតិទេកម្រិតហើយអង្គើហើយបងប្អូនតែគាត់យើងចូលគៀកចូលដល់ដំណាក់កាលថ្មីហ្នឹងឲ្យបានឈានទៅបន្តិចទៀតបានយើងអាចវិនិច្ឆ័យបានអញ្ចឹងអរគុណក្មួយទុកចិត្តលើក្មួយយុវជនភាគច្រើនសិទ្ធិបញ្ញវន្តចេះគិតចេះថ្លឹងថ្លែងកុំឆេវឆាវកុំឲ្យវិនិច្ឆ័យឆាប់ពេកជួយលើកទឹកចិត្តអ្នកស្នេហាជាតិដូចគ្នាអ្នកប្រជាធិបតេយ្យដូចគ្នាដើម្បីនាំមកនូវការផ្លាស់ប្ដូរសង្គ្រោះជាតិ